អ្វីដែលត្រជាក់បំផុតគឺទឹកចិត្តដែលស្រស់ស្អាតទឹកចិត្តល្អទឹកចិត្តប្រពៃចំណែកអ្វីដែលស្ងប់និងសាហាវបំផុតនោះក៏ជាចិត្តដូចគ្នាដែរតើមកពីមូលហេតុអីព្រោះចិត្តគឺជាចំណុចដែលស្ងប់បំផុតរបស់មនុស្សហើយចិត្តក៏ជាចំណុចដែលកាចសាហាវផងដែរអារម្មណ៍ស្ងប់និងសាហាវឃោឃៅគឺកើតចេញពីចិត្តទាំងអស់និងលោកពិតជាឆ្លើយសំណួរទី1និងទី2ត្រូវហើយប្រាប់អីដែរគេឆ្លើយត្រូវហើយប្រពើមិនគួរសោះមិនក៏វាឆ្លើយត្រូវណោះរឿងប្រាជ្ញាចៅសូភីកាលពីព្រេងនេះមានព្រះរាជាមួយអង្គល្បីថាពូកែអង្គអាចណាស់និងមានប្រាជ្ញាលើសគេហើយកិត្តិនាមរបស់ទ្រង់ពិតជាធ្វើឲ្យល្បីដល់នគរផ្សេងផងដែរនៅក្នុងរាជវាំងលោកទីប្រឹក្សាតើយើងគួរធ្វើបែបណាទើបអាចឲ្យនគរនេះកាន់តែមានកិត្តិនាមនោះតែមួយរយៈនេះកិត្តិនាមទ្រង់ល្បីណាស់ក្រាបទូលយើងដឹងតែថាយើងពិតជាចង់ល្បីជាងនេះទៅទៀតណាដឹងទេទ្រង់គួរតែរកអ្នកពូកែក្បែរប៉ាកែឲ្យបានច្រើនថែមទៀតណាក្រាបទូលមានអ្នកក្បែរប៉ាកែច្រើនពួកគេក៏ជាចំណែកជួយឲ្យទ្រង់កាន់តែកើនជាលំដាប់ទៀតផងដែរក្រាបទូលលោកនិយាយនេះសមហេតុសមផលហើយមានអ្នកចេះក្បែរខ្លួនច្រើនទើបមានការរីកចម្រើនឥឡូវនេះចូលលោកទៅស្វែងរកអ្នកចេះមកណាហើយត្រូវពិសោធន៍ពួកគេផងជៀសវាងរើសមនុស្សខុសក្រាបទូលព្រះអង្គសូមទុកបតីមកលើទូបង្គំចុះក្រាបទូលជាការពិតហើយលោកទីប្រឹក្សាបានព្យាយាមស្វែងរកអ្នកមានចំណេះដឹងគ្រប់ទិសទីដើម្បីប្រមូលផ្ដុំអ្នកមានចំណេះនិងប្រាជ្ញាហើយក៏ពិតជារកបានអ្នកពូកែច្រើនទៀតផងនៅចុងភូមិប៉ុណ្ណឹមតែឯងកំពុងទៅណានឹងគឺខ្ញុំទៅបរមរាជវាំងនឹងណាចៅសុភាតើឯងទៅធ្វើអីដែរគឺខ្ញុំត្រូវបានជ្រើសរើសជាបុគ្គលសំខាន់ក្នុងចំណោមអ្នកមានប្រាជ្ញាជាច្រើនទៀតដើម្បីជួយជ្រោមជ្រែងព្រះអង្គនឹងណាតែជាការពិតទេនេះជាសំណាងធំណាស់សូមចូលរួមត្រេកអរផងណាប៉ុណ្ណឹមទីបំផុតខ្ញុំមានមិត្តជាអ្នកធ្វើការនៅក្នុងរាជវាំងហើយអរគុណហើយសុភានេះបើសិនជាឯងកើតមកមានបញ្ញាឆ្លាតដូចជាខ្ញុំឯងមុខជាមានសំណាងចូលវាំងដែរហើយពិតមែនហើយតែមិនអីទេខ្ញុំជូនពរឲ្យមានសំណាងល្អចុះណាសំឡាញ់ហ្នឹងហើយណែម្យ៉ាងទៀតកុំតូចចិត្តអីដែលកើតមកមិនឆ្លាតនោះនេះជាវាសនាទេគ្នាលាសិនហើយណាសុភាបានអញ្ជើញចុះសំណាងល្អណាគ្រប់អ្នកដែលមានប្រាជ្ញាសុទ្ធតែទទួលបានការជ្រោមជ្រែងហើយអ្នកដែលត្រូវបានជ្រោមជ្រែងនោះគឺជាបរិសសឹងតែទាំងអស់ក្នុងភូមិតែម្ដងលើកលែងតែសុភាប៉ុណ្ណោះនៅផ្ទះសុភាអ្នកប្តីមិនក៏បរិសជាច្រើនសុទ្ធតែមានសំណាងបានចូលវាំងចាំមិនក៏បងមិនអាចដូចគេយ៉ាងនេះព្រោះតែបងមិនឆ្លាតមិនមានបញ្ញាអ្វីដែលធ្វើឲ្យលោកទីប្រឹក្សាចង់បានទេណាអូនភុងម្លិះមិនមែនអញ្ចឹងទេបើបងឆ្លើយថាមានប្រាជ្ញានោះលោកទីប្រឹក្សាមកជាទទួលបងតែបងបែរជានិយាយថាគ្មានប្រាជ្ញាទៅវិញអូនដូចជាមិនយល់សោះព្រោះបងមិនមានបញ្ញាមែនឲ្យបងបំភ្លៃយ៉ាងម៉េចកើតទៅអូននេះបងមិនចង់មានមិនចង់បានទេអីឬក៏បងចង់ឲ្យអូននៅក្រមួយជីវិតគិតតែពីជីកតពាំងមែនទេបងមិនចង់ឲ្យអូនក្រទេតែបងមិនអាចបំភ្លៃដើម្បីបានការងារល្អនៅក្នុងរាជវាំងទាំងខ្លួនឯងគ្មានចំណេះទេណាអូនបើអញ្ចឹងបានបើបងមិនបានចូលវាំងនោះអូនលេងលះនឹងបងហើយកុំអញ្ចឹងអីបងគ្រាន់តែសុំពេលបន្តិចតើអូនចាំបងបន្តិចបានទេនាពេលនោះផងដែរនីប្រណមក៏បានមកម្ដងទៀតព្រមទាំងនិយាយថាមើលទៅគួរទៅដល់ពេលហើយអូនភុងម្លិះយល់ល្អបងថាពួកយើងកុំលាក់បាំងអីអូនគិតបែបណាដែរចាំមែនហើយនេះបងមកយកអូនចូលក្នុងវាំងហើយមែនទេគឺវាពិតហើយអូនភុងម្លិះសំណប់ចិត្តបងតើបានន័យថាម៉េចទៅអូនភុងម្លិះគឺមានន័យថាបងគ្មានប្រាជ្ញាហើយក៏គ្មានអនាគតអូនគិតថាសម្រាប់ចិត្តលេងបងយកបងបណ្ដោះហើយអូនក្បត់បងប្រុសបំណំយូរហើយមែនទេគឺមែនហើយស្ដាប់ឲ្យច្បាស់ណាស់ខ្ញុំស្ដាយណាស់ដែលយកបងជាប្តីនោះដោះលែងអូនភុងម្លិះទៅនៅជាមួយឯងគ្មានអនាគតភ្លឺស្វាងអីទេ
បើគ្មានបញ្ញាអញ្ចឹងនោះមិនអីទេអូនចង់ទៅក៏ទៅចុះបងមិនហាមទេទោះថាបងនឹកបងឈឺចាប់តែបើអូនចង់ទៅបងក៏មិនអាចរារាំងក្តីសុខអូនបានដែរ បើអញ្ចឹងគឺល្អហើយតោះបងពួកយើងទៅក្នុងវាំងទៅទីនោះមុខជាអស្ចារ្យណាស់ហើយនេះអូនពិតជាចង់ឃើញរាជធានីដល់ហើយ បាទអូនចាំបងសង់ផ្ទះល្អជូនអូនមួយផងដែរណាហើយពួកយើងនឹងសាងសុភមង្គលជាមួយគ្នានៅឯរាជធានីចុះ ចាបងខ្ញុំក៏មិនចង់សង់ខ្ទមជីកតពាំងជីកក្តាមតាមដងព្រែកតាមវាស្រែក្បែរគុំកក់ទៀតឡើយនិយាយបែបនេះហើយប្រណមក៏នាំនាងភួងមលីចាក់ចេញទៅចំណែកសុភាក៏បានគិតថាពិតជាឈឺណាស់ឈឺបេះដូងមែនទែនតែមិនអីទេធ្វើម៉េចបើនាងមិនទទួលយកបរោះដែលគ្មានបញ្ញាទៅហើយខ្ញុំក៏គ្មានជំរើសទៀតដែរ សុភាពិតជាឈឺចាប់មែនហើយតែគាត់ក៏មិនបោះបង់គោលដៅរបស់គាត់ដែរគាត់នៅតែបន្តខិតខំប្រឹងប្រែងបង្កើនប្រាជ្ញាដូចដើមសុភាទោះបីជាថាយឺតបន្តិចតែគាត់មិនឈប់ឡើយនៅចាត់មាត់ព្រៃ តែខ្ញុំគួរតែធ្វើអីទៅណោះអូមែនហើយគិតរកអីក្នុងព្រៃនេះហូបសិនមានកម្លាំងមានសុខភាពទើបគិតឃើញរឿងបន្តទៀត ថ្ងៃនោះសុភាបានប្រទះឃើញស្ត្រីពីរនាក់កំពុងតែមានរឿងនឹងគ្នាហើយពួកគាត់ហាក់ដោះស្រាយមិនដាច់ស្រេចឡើយអ្នកស្រីក្រែងអ្នកស្រីថាឲ្យខ្ញុំនៅ5-20កាក់មែនទេមិនក៏ពេលនេះឲ្យខ្ញុំតែ5កាក់ទៅវិញអញ្ចឹងចោះនោះមិន20កាក់អីត្រូវទេហានេះជាប្រាក់ខ្ញុំទេអ្នកស្រីយកប្រាក់ខ្ញុំហើយក៏ធ្វើជាឲ្យខ្ញុំនឹងអ្នកស្រីល្បិចច្រើនណាស់អ្នកកំអាងអីសំដែងជាគួរឲ្យអាណិតនោះអ្នកដូចជាមានល្បិចណាស់អ្នកធ្វើអញ្ចឹងធ្វើឲ្យគេអស់ក្តីអាណិតចំពោះអ្នកក្រក៏ថាបានដែរណាអ្នកស្រីជាអ្នកកេងប្រវ័ញ្ចហេតុអីក៏សំដែងជាល្អបែបនេះតើអ្នកមីងទាំងពីរមានរឿងអីហ្នឹង អើយក្មួយមើលចោះអ្នកស្រីនេះណាអាងខ្ញុំក្រក៏ខ្សែលើសន្យាឲ្យខ្ញុំស៊ីឈ្នួលរួចឲ្យប្រាក់20កាក់តែឲ្យខ្ញុំបានតែ5កាក់ទេក្មួយជួយរកយុត្តិធម៌ឲ្យខ្ញុំផងទៅហើយគេនិយាយកុហកទេនេះគឺជាប្រាក់20កាក់ហើយតើក្មួយមើលចោះ មីងតើនងក្រាញ់20កាក់ហើយមែនទេ អើយនេះជាប្រាក់មិញទេគាត់លួចហើយគាត់ធ្វើជាឲ្យតើ តើមីងមានអីសំអាងទេ មិញគ្មានទេតែមិញហ៊ានអះអាងថាវាជាប្រាក់មិញណា ឲ្យខ្ញុំសុំមើលប្រាក់នៅក្នុងថង់នឹងបានទេ ចាបានសុភាមើលចោះមើលឡើងហើយក៏បានពោលសួរមិញចែមថា តើមីងធ្វើការអីសប្តាហ៍ថ្ងៃនេះ គឺជាអ្នកគៀជ័រឈើណាក្មួយ ចុះមីងខាងនេះវិញនោះ ខ្ញុំគឺជាអ្នកលក់គ្រឿងក្អូប ហេតុអីក៏មីងជួលអ្នកមីងខាងនេះ ព្រោះមិញត្រូវការជ័រឈើខ្លះមកធ្វើជាចន្លោះចំណែកក្រោយផ្ទះមិញណាក៏មានឈើទាលមួយដើមដែរទៅមិញជួលគាត់តែម្ដងទៅ បើអញ្ចឹងខ្ញុំរកអ្នកកុហកឃើញហើយ ក្មួយអាមិញគឺជាអ្នកក្រមិនគួរណាគេធ្វើបាបមិញសោះសូមក្មួយជួយរកយុត្តិធម៌ផងណាមិញកំសត់ណា មីងសូមមីងឈប់កុហកទៅគាត់បានឲ្យមីង20កាក់រួចហើយ ថាម៉េចនេះក្មួយកាន់ជើងអ្នកមានមែនទេតើក្មួយមិនអាណិតអ្នកក្រទេមែនទេឬមួយក៏ក្មួយយល់ថាអ្នកក្រគ្មានតម្លៃទឹកមាត់សាបណាស់មែនទេក្មួយឃើញគេមានក៏អែបអបរួចក៏ឲ្យអ្នកក្រខុសមែនទេហើយអ្នកបានហើយឈប់សម្ដែងទៅក្មួយអាជួយបកស្រាយហេតុផលមកអ្នកណាគឺជាអ្នកខុសអ្នកណាគឺជាអ្នកត្រូវនោះ បានអ្នកមីងប្រាក់នេះគាត់បានឲ្យមីងគ្រប់ហើយប្រាក់មានក្លិនក្រអូបបញ្ជាក់ថានេះមិនមែនជារបស់មីងទេ ស្អីគេមានន័យថាប្រាក់មានក្លិនក្អូបព្រោះម្ចាស់ជាអ្នកលក់គ្រឿងក្អូបមែនទេអើយហើយចប់ឲ្យគេកាន់នោះរឿងអីថាมันជាប់ក្លិនក្អូបនោះ តែមីងប្រាក់នៅក្នុងថង់ជាស្រេចហើយបើវាជារបស់មីងវាមុខជាមានក្លិនជ័រឈើហើយ អើយมันអាចទេគេមុខជាយកទៅលាបក្លិនហើយ ជ័រឈើមិនងាយរលប់ក្លិនទេមីងកុំធ្វើអញ្ចឹងអីណានាំតែធ្វើឲ្យគេស្អប់អ្នកក្រទេ បើអញ្ចឹងបានទុកថាខ្ញុំចាញ់ចោះចាំមើលណាអ្នកមិនរួចខ្លួនទេមិញចែមខឹងដែរតែគ្មានពាក្យប្រកែកសោះឡើយហេតុនេះគាត់ក៏បានដើរចាក់ចេញទៅចំណែកអ្នកស្រីផ្កាក៏បាននិយាយថាអរគុណហើយណាក្មួយគ្មានក្មួយមិញមុខជាដោះស្រាយមិនចេញទេហ
ហើយស្រីនោះមិនទៅណាសោះ បាទមីងមិនអីទេ មិញមើលដឹងថាក្មួយមានប្រាជ្ញាជាងការគិតរបស់មិញទៅទៀតក្មួយកំដាក់ខ្លួនពេកអីគួរតែចូលវាំងនឹងគេទៅបើមានវាសនានោះក្មួយអាចខ្លាចជាអ្នកមានបានណា បានអរគុណណាស់ចំពោះការលើកទឹកចិត្តមួយនេះ ចាមិញលាហើយសូមមានសំណាងល្អណាស់ក្មួយ បាទជម្រាបលាមីង ជាថ្មីម្ដងទៀតសុភាបានធ្វើដំណើរបន្តលុះដើរបានឆ្ងាយបន្តិចគាត់ក៏បានឮរឿងមួយពីលោកសេនាម្នាក់ផងដែរ ពិតជាគួរឲ្យខឹងលោកទីប្រឹក្សាណាស់រើសមកសតថាអ្នកមានប្រាជ្ញាតែធៀបពិតរើសមកប្រគ្រប់កិច្ចសោះតើលបងមានរឿងអីមែនទេអូខ្ញុំកំពុងតែដើររកអ្នកមានប្រាជ្ញាហ្នឹងណាតើរកធ្វើអីទៅលបងសេនាគឺថាអ្នកមានប្រាជ្ញាខ្ពស់មកសាកលបងនឹងបរិជាហើយបើត្រង់ចាញ់គេនឹងយកព្រះនគរព្រមទាំងព្រះធីតាផងដែរហេតុនេះលបងសេនាក៏ព្យាយាមស្វែងរកអ្នកមានប្រាជ្ញាមកជួយបន្ថែមពិតទេគឺពិតមែនហើយតែថារកយូរហើយគ្មានទំនងបានអ្នកណាប្រកែម្នាក់សោះចុះមួយរយៈមុននោះក្រាញ់រើសបានអ្នកមានប្រាជ្ញាច្រើនណាស់ទៅហើយតែមែនទេលបងរើសបានអីគ្មានបានការផងហ្នឹងក្នុងនោះសុទ្ធតែកើតការទាំងអស់ហ្នឹងរកតែម្នាក់មិនបានផងរឿងនេះបរិជាព្រួយប្រតិខ្លាំងណាស់អញ្ចឹងតើខ្ញុំអាចសាកលបងបានទេលបងសេនាមើលទៅដូចជាគ្មានសង្ឃឹមទេដឹងអីតែថាមិនអីទេមិនសាកក៏មិនដឹងដែរមែនទេបានលបងឲ្យខ្ញុំសាកលបងទៅណាសាកក៏សាកចុះមកតាមខ្ញុំមកអញ្ចឹង មិនយូរទេទីបំផុតសេនាក៏បាននាំសុភាទៅកាន់រាជវាំងហើយក៏បានរៀបចំឲ្យសុភាសម្រាប់រួចរាល់ផងដែរ ខ្ញុំសូមអរគុណលបងណាស់ដែលនាំខ្ញុំមកទីនេះអីទេហោចណាស់ក៏ខ្ញុំរកបានមនុស្សម្នាក់ដែរកុំឲ្យថាខ្ញុំវាមិនកើតការណែអាប្អូនណាបើដល់ថ្ងៃនោះកុំឲ្យបងអស់សង្ឃឹមឲ្យសោះណាបាទលបងខ្ញុំនឹងព្យាយាម ហាក់មានរឿងចម្លែកណាស់និយាយចាប់ហើយសេនាក៏បានរលីរូបបាត់ទៅឃើញបែបនេះហើយសុភាភ្ញាក់ផ្អើលជាខ្លាំង តើមានរឿងអីចេះខ្ញុំដូចជាព្រឺសបល់ណាស់ សុភាភ័យណាស់ព្រោះនៅសុកសុកក៏បាត់សេនាតែគាត់ខំទប់អារម្មណ៍ធម្មតានឹងបានគិតជាថ្មីម្ដងទៀត ប្រហែលជាដូនតាបង្ហាញផ្លូវមិនខានទេណាស់ហើយចុះត្រៀមជួយបរិជាវិញទៅបាន ការកំណត់មកដល់អ្នកដែលមានបំណងសាកល្បងប្រាជ្ញានោះក៏បានមកដល់ដូចគ្នាហើយបរិះនោះក៏បាននិយាយដោយក្តីអង្អាចថា ព្រះអង្គតើទ្រង់ត្រៀមបកាយឲ្យមែនទេយើងត្រៀមរួចហើយចំណែកការដោះដូរក៏ត្រៀមហើយដែរចុះព្រះធីតាត្រៀមធ្វើជាប្រពន្ធយើងរួចហើយមែនទេ បំណាច់ថាផ្នត់ទៅហើយនោះបើព្រះបិតាចាញ់យើងក៏ស្ម័គ្រប្រកាយដែរ គួរទៅដល់ពេលហើយលោកចេញសំណួរមកចុះនៃបំណំកុំឲ្យយើងអស់សង្ឃឹមណាក្រាបទូលព្រះអង្គសូមទុកប្រតិលើទូលបង្គំចុះ បងកុំឲ្យអូនអស់សង្ឃឹមណាបង តែបងដូចជាខ្លាចណាស់ ថាម៉េចហ្នឹង គឺគ្មានអីទេអូនបងគ្រាន់តែនិយាយលេងតាព្រះអង្គតើទ្រង់អាចឆ្លើយបានទេថាតើអ្វីដែលតិចបំផុតនោះងាយសឹងអីហ្នឹងនោះគឺជាខែកដឹងតើត្រូវទេ បងប្រកែកណាស់ចម្លើយនេះមកជាត្រូវមិនខានទេ លោកចម្លើយនេះតើត្រូវដែរទេ គួរឲ្យអស់សំណើចណាស់វាមិនត្រូវទេព្រះអង្គទ្រង់ចាញ់មួយលើកហើយសល់តែពីរលើកទៀតប៉ុណ្ណោះមិនអីទេសួរមកចុះសំណួរទី2ទ្រង់អាចឆ្លើយបានទេថាអ្វីដែលស្ងប់បំផុតនិងសាហាវបំផុតនោះគឺសមុទ្រព្រោះពេលគ្មានខ្យល់សមុទ្រនឹងស្ងប់លុះមានខ្យល់សមុទ្រនឹងគួចបោកបក់ទឹកជំនន់យ៉ាងឃោរឃៅតើត្រូវទេលោកមិនត្រូវទេ អោព្រះហើយតើនគរដែលល្បីថាមានអ្នកប្រាជ្ញច្រើនបែបនឹងទេមែនទេ តើពើចេះនឹងចាញ់មែនទេព្រះបិតា
កុំព្រួយបតីអីបុណ្យនៅមិនទាន់អស់សំណួរឯណាព្រះអង្គសល់តែមួយសំណួរទៀតទេណាចូលសួរមកចុះតើទ្រង់ឆ្លើយបានទេថាតើរវាងទឹកក្នុងក្អមទាំងអស់នោះតើមួយណាថ្លាជាងគេសំណួរនេះលោកដូចជាខ្សែលើពេកហើយទេដឹងបើយើងយកក្អមទី1លោកថាក្អមទី2ឬក៏ទី3ព្រោះពេលនេះមួយណាក៏ថ្លាដែរមិនអញ្ចឹងមែនទេទូលបង្គំមិនខ្វល់ទេតែបើឆ្លើយមិនចាញ់សូមបកលនគរនឹងព្រះធីតាមកឆាប់បកលមកព្រះអង្គឈប់សិនខ្ញុំសុំឆ្លើយបានទេតើឯងជាស្អីមើលទៅមិនទំនងជាអ្នកមានមុខមានមាត់នៅក្នុងវាំងទេបើអញ្ចឹងលោកខ្លាចខ្ញុំហើយមែនទេតើគេជានរណាទូលបង្គំមិនដឹងទេក្រាបទូលទូលបង្គំគិតតែគួរទៅយកគេចេញទៅក្រាបទូលទូលបង្គំខ្លាចគេធ្វើឲ្យខ្មាស់គេណាមកតែគេសាមញ្ញតែក៏ក្លាហានដែរមិនដែរឲ្យគេសាក់សិនទៅបិតាឯកភាពប្រោះក្រនោះមិនចេះប្រមាណខ្លួនសោះអាសុភាវាមិនទៅឈ្នះស្អីទេឲ្យវាខ្មាស់គេសិនចុះបើអញ្ចឹងលោកឆ្លើយមកមើលតើខ្ញុំអាចឆ្លើយតាំងពីសំណួរដំបូងបានទេបានសូមឆ្លើយមកចុះយ៉ាងណាក៏ឯងមិនចេះស្អីដែរអ្វីដែលត្រជាក់បំផុតគឺទឹកចិត្តដែលស្រស់ស្អាតទឹកចិត្តល្អទឹកចិត្តប្រពៃចំណែកអ្វីដែលស្ងប់និងសាហាវបំផុតនោះក៏ជាចិត្តដូចគ្នាដែរតើមកពីមូលហេតុអីព្រោះចិត្តគឺជាចំណុចដែលស្ងប់បំផុតរបស់មនុស្សហើយចិត្តក៏ជាចំណុចដែលកាចសាហាវផងដែរអារម្មណ៍ស្ងប់និងសាហាវខូខើគឺកើតចេញពីចិត្តទាំងអស់និងលោកពិតជាឆ្លើយសំណួរទី1និងទី2ត្រូវហើយព្រះបិតាគេឆ្លើយត្រូវហើយប្រពើមិនគួរសោះមិនក៏វាឆ្លើយត្រូវណោះចំណែកទឹកនៅក្នុងក្អមនោះគឺសុភាបានចុកដំបងវាយក្អមបែកអស់រួចទុកតែមួយប៉ុណ្ណោះហើយគាត់ក៏បាននិយាយថាគឺទឹកដែលនៅក្នុងក្អមមួយនោះហើយដែលថ្លាមបំផុតនោះតើខ្ញុំឆ្លើយត្រូវទេត្រូវហើយតែកុំអាលអណាព្រោះយើងនៅមានមួយសំណួរទៀតព្រះបិតាបត់ធូរប្រតៃណាព្រះអង្គតើទ្រង់ជ្រាបទេថាយើងនេះចូលចិត្តបរិភោគអ្វីជាងគេបំផុតនោះថាម៉េចនេះជាចំណូលចិត្តរបស់លោកតើយើងអាចឆ្លើយយ៉ាងម៉េចបាននោះនេះលោកមានចេតនាមិនព្រមចាញ់តាយើងមិនខ្វល់ទេតែបើឆ្លើយមិនបានគឺចាញ់ហើយមុននឹងឆ្លើយតើខ្ញុំអាចសួរលបងបានទេតើឯងចង់សួរអីដែរខ្ញុំចង់ដឹងថាតើលោកជាអ្វីឲ្យប្រកាសនោះយើងជាអូអត់ទេយើងមិនអាចប្រាប់បានទេបើបែបនោះឯងមុខจะឆ្លើយត្រូវហើយបើអញ្ចឹងលោកអាចទៅវិញហើយព្រមចាញ់ដែរទេយើងសុកចិត្តចាញ់ចុះហើយយើងនឹងប្រាប់លោកដែរសូមមើលរូបរាងយើងចុះពលហើយនីព្រេមក៏បានប្រែរូបមកជាបិសាចក្របីវិញព្រះបិតាតតចាស់ព្រះប៉ោលោកពិតជាឆ្លាតមែនយើងលាក់លោកមិនបានសោះព្រះអង្គទ្រង់មានអ្នកប្រាជ្ញាពូកែមែនហើយទូបង្គំសុំចោះចាញ់ហើយប្រសើរណាស់អើយបងមើលចោះគេមិនបានល្ងងដូចយើងគិតទេគួរឲ្យខឹងណាស់យើងសូមជូនត្បូងនេះដល់លោកជាអំណោយព្រះធីតាទូបង្គំគ្មានវាសនាបានទ្រង់ទេចូលទ្រង់រស់នៅឲ្យបានសុខចុះព្រះអង្គទូបង្គំសូមថ្វាយបង្គំលានិយាយចប់ហើយបិសាចក្របីក៏បានហោះចាក់ចេញទៅនឹងមិនមកទៀតទេឯងនេះពិតជាអ្នកមានបញ្ញាលាក់មុខមែនយើងស្ទើរតែមិនជឿសោះវាគ្មានតែប្រកែស្អីទេព្រះអង្គមែនហើយក្រាបទូលមើលទៅវាមុខជាមានសំណាងល្អមកពេលតែប៉ុណ្ណោះបើអញ្ចឹងមិនក៏ពួកលោកធ្វើមិនបានហើយគេធ្វើបានទៅវិញនោះព្រះបិតាបរោះនោះមានគុណសម្បត្តិធំណាស់មែនហើយយើងនឹងតែងតាំងឯងនៅតំណែងល្អមួយចំណែកពួកលោកចេញទៅយើងមិនចង់ឃើញមនុស្សអួតតែសម្ដីនោះទេក្រាបទូលព្រះអង្គ
ពីពេលនោះមកសុភាបានទទួលបានការសពប្រតិពីព្រះរាជាយ៉ាងខ្លាំងហើយគាត់ក៏បានក្លាយជាទីប្រឹក្សារបស់ព្រះរាជាផ្ទាល់ផងដែរនៅក្រៅរាជវាំងបងសុភាអូននឹកបងណាស់ អរគុណហើយ បងកុំនិយាយខ្លីបែបនេះអីអូនស្រឡាញ់បងណាស់អូននឹកបងខ្លាំងណាស់ តែខ្ញុំមានគូហើយសុំទោសណាលាសិនហើយសូមនាងទៅរកប្តីនាងវិញចុះនេះបើបំណំឃើញគេមុខជាមិនសប្បាយចិត្តទេ និយាយបែបនេះហើយសុភាក៏បានដើរចាក់ចេញទៅនាងភួងមលីក៏បានកើតចិត្តខឹងជាខ្លាំងអើយអាឈួតមិនក៏វារឹកបែបនេះ ណែនាងភួងម្លិះយ៉ាងម៉េចចង់វិលមករកប្តីចាស់វិញមែនទេណែគេច្បាស់ជាមិនយកនាងទេចំណែកយើងឃើញនាងបែបនេះក៏យើងមិនយកនាងដែរ យ៉ាងមិនដឹងណែបងកុំទៅចោលអូនអីណា ស្រីក្បត់យើងមិនយកទេចរិតអន់អញ្ចឹងនោះយើងលាហើយ បងហើយអាឡប់នេះគ្រាន់តែមករកប្តីចាស់សោះក៏ខឹងដែរសុភាបានល្អព្រមមានប្រាជ្ញាពិតចំណែកប្រណមវិញនោះធ្វើការមិនកើតក៏បានថ្នាក់លើបញ្ឈប់រីឯនាងភូមិលីវិញនោះព្រោះតែចិត្តមិនស្មោះសរក៏រស់នៅតែម្នាក់ឯងនេះហើយគឺជាវាសនាចរិតបែបណាវាសនាបែបនោះ